រឿងរបស់នាងបដាចាគឺជារឿងរ៉ាវដ៏កំសត់និងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីទុក្ខនិងភាពមិនទៀងទាត់នៅក្នុងវដ្តសង្សារតាមគន្លងព្រះពុទ្ធសាសនាខាងក្រោមនេះគឺជាដំណើររឿងពិស្ដាររបស់នាង 1. ដើមកំណើតនិងការរត់គេចខ្លួននាងបដាចាគឺជាកូនស្រីរបស់សេដ្ឋីម្នាក់នៅក្នុងក្រុងសាវត្ថីដោយសារតែនាងមានរូបសម្រស់ស្រស់ស្អាតឪពុកម្ដាយបានរៀបចំបន្ទប់ឲ្យនាងនៅលើប្រាសាទជាន់កំពូលនិងមានការយាមកាមយ៉ាងតឹងរ៉ឹងទោះជាយ៉ាងនេះក្ដីនាងបានលួចលាក់មានទំនាក់ទំនងស្នេហាជាមួយអ្នកបម្រើប្រុសម្នាក់នៅក្នុងផ្ទះពេលឪពុកម្ដាយរៀបចំទុកដាក់នាងឲ្យរៀបការជាមួយកូនសេដ្ឋីដូចគ្នានាងនិងអ្នកបម្រើក៏បានលួចរត់គេចខ្លួនទៅរស់នៅជាប្ដីប្រពន្ធនៅភូមិដាច់ស្រយាលមួយ 2. សោកនាដកម្មលើកទី1ការបាត់បង់ស្វាមីពេលវេលាកន្លងផុតទៅនាងបដាចាមានគល់លើកទី1នាងបានសុំស្វាមីត្រឡប់ទៅសម្រាលកូននៅផ្ទះឪពុកម្ដាយនាងវិញតែស្វាមីចេះតែពន្យាពេលដោយភាពភ័យខ្លាចទោសកំហុសទីបំផុតនាងសម្រេចចិត្តលួចធ្វើដំណើរទៅម្នាក់ឯងប្តីដឹងរឿងក៏តាមទៅទាន់កណ្ដាលផ្លូវប៉ុន្តែនាងបានសម្រាលកូនទី1នៅតាមផ្លូវនោះរួចក៏នាំគ្នាត្រឡប់ទៅភូមិវិញក្រោយមកនាងមានគល់លើកទី2ហើយហេតុការណ៍ដដែលក៏កើតឡើងម្ដងទៀតនាងបានធ្វើដំណើរទៅផ្ទះឪពុកម្ដាយហើយប្តីក៏តាមទៅពេលយប់នោះមានខ្យល់ព្យុះនិងភ្លៀងធ្លាក់យ៉ាងខ្លាំងស្របពេលដែលនាងឈឺពោះសម្រាលកូនស្វាមីនាងបានចូលទៅក្នុងព្រៃដើម្បីកាប់ឈើនិងរកស្លឹកឈើមកធ្វើជំរកការពារភ្លៀងប៉ុន្តែជាអកុសលគាត់ត្រូវបានពស់វែកចឹកស្លាប់នៅក្បែរដំបូកមួយនាងបដាចារបានសម្រាលកូនទី2កណ្ដាលភ្លៀងព្យុះម្នាក់ឯងទាំងរងានិងភ័យខ្លាចលុះព្រឹកឡើងនាងបានដើរទៅរកស្វាមីហើយឃើញគាត់ដេកស្លាប់បាត់ទៅហើយនាងសោកសៅជាខ្លាំងរួចក៏សម្រេចចិត្តបន្តដំណើរទៅរកឪពុកម្ដាយនៅក្រុងសាវត្ថីដោយកូនតូចទើបនឹងកើតនៅនឹងទ្រូងនឹងដឹកដៃកូនច្បង 3. សោកនាដកម្មលើកទី2ការបាត់បង់កូនទាំងពីរធ្វើដំណើរមកដល់ទន្លេអជីវរវតីដែលទឹកកំពុងឡើងខ្លាំងដោយសារភ្លៀងកាលពីយប់ដោយសារនាងមិនអាចនាំកូនទាំងពីរឆ្លងកាត់ទឹកព្រមគ្នាបាននាងក៏ទុកកូនច្បងនៅមាត់ច្រាំងម្ខាងរួចបីកូនតូចឆ្លងទៅត្រើយម្ខាងទៀតនាងយកកូនតូចដាក់លើសំបុកស្លឹកឈើរួចដើរឆ្លងទឹកត្រឡប់មកយកកូនច្បងវិញពេលនាងដើរមកដល់កណ្ដាលទន្លេស្រាប់តែមានសត្វខ្លែងមួយក្បាលស្មានថាកូនតូចជាដុំសាច់ក៏ឆាប់យកទៅនាងបដាចាភ័យស្លន់ស្លោក៏លើកដៃវីទ្រូងនិងស្រែកខ្លាំងដើម្បីដេញខ្លែងចំណែកកូនច្បងដែលនៅត្រើយម្ខាងឃើញម្ដាយលើកដៃនិងស្រែកក៏ស្មានថាម្ដាយហៅខ្លួនគេក៏ចុះទៅក្នុងទឹកទន្លេហើយត្រូវបានទឹកគូចយកទៅបាត់នាងបាត់បង់កូនទាំងពីរក្នុងពេលតែមួយ 4. សោកនាដកម្មលើកទី3ការបាត់បង់ក្រុមគ្រួសារទាំងស្រុងទោះក្នុងស្ថានភាពខ្ទេចខ្ទាំផ្លូវចិត្តនាងនៅតែខំប្រឹងដើរទៅមុខសំដៅទៅផ្ទះឪពុកម្ដាយនៅតាមផ្លូវនាងបានជួបបុរសម្នាក់ដើរមកពីក្រុងសាវត្ថីក៏សួររកគ្រួសាររបស់នាងបុរសនោះបានឆ្លើយប្រាប់ទាំងក្តីសង្វេគថាកាលពីយប់មិញខ្យល់ព្យុះកំបុតត្បូងបានបោកបក់ធ្វើឲ្យប្រាសាទរលំសង្កត់ឪពុកម្ដាយនិងបងប្រុសរបស់នាងស្លាប់អស់ហើយឥឡូវនេះគេកំពុងដុតសពអ្នកទាំង3នៅលើជើងថ្កតែមួយនៅឯប៉ាឆា 5. ភាពឆ្កួតវង្វេងនិងការជួបព្រះសម្មាសម្ពុទ្ធពេលឮដំណឹងនេះនាងបដាចាបានទទួលរងនៅសេចក្តីទុក្ខយ៉ាងទម្ងន់រហូតដល់បាត់បង់ស្មារតីទាំងស្រុងនាងបានក្លាយជាមនុស្សឆ្កួតសម្លៀកបំពាក់របូតធ្លាក់ពីខ្លួនអស់ដើរស្រាតយំសោកតាមផ្លូវអ្នកស្រុកឃើញក៏នាំគ្នាគប់ដុំថ្មនិងបណ្ដេញនាងដោយគិតថានាងជាមនុស្សឆ្កួតនាងបានដើរវង្វេងរហូតទៅដល់វត្តចេតពុនដែលព្រះសម្មាសម្ពុទ្ធកំពុងគង់សម្ដែងធម៌ការដែលមនុស្សម្នេកំពុងដេញនាងព្រះពុទ្ធបានត្រាស់ហាមហើយបន្លឺព្រះវាចាប្រកបដោយមហាករុណាទិគុណថាមនាលប្អូនស្រីចូលនាងតាំងស្មារតីឡើងគ្រាន់តែឮព្រះវាចានេះនាងក៏ត្រឡប់ជាមានស្មារតីវិញហើយអៀនខ្មាសនៅពេលដឹងថាខ្លួនគ្មានសម្លៀកបំពាក់បុរសម្នាក់បានបោះសម្ពុតឲ្យនាងស្លៀកនាងបានចូលទៅថ្វាយបង្គំព្រះពុទ្ធរួចរៀបរាប់ពីទុក្ខសោករបស់នាងព្រះពុទ្ធបានសម្ដែងធម៌ពន្យល់អំពីសេចក្តីស្លាប់និងការវិលវល់ក្នុងវដ្តសង្សារថាគ្មាននរណាម្នាក់អាចទីពឹងនរណាម្នាក់បានឡើយក្រៅពីការយកព្រះធម៌ជាទីពឹងបន្ទាប់ពីស្ដាប់ធម៌ទេសនាចប់នាងបដាចារបានសម្រេចកម្រិតសោតាបត្តផល 6. ការបួសជាភិក្ខុនីនិងការសម្រេចព្រះអរហន្តក្រោយពីបានត្រាស់ដឹងនៅសោតាបត្តផលនាងបានសូមបួសជាភិក្ខុនីថ្ងៃមួយនាងកំពុងដងទឹកលាងជើងនាងចាក់ទឹកលើកទី1ទឹកនោះហូរទៅបានបន្តិចក៏ជ្រាបចូលទៅក្នុងដីអស់នាងចាក់លើកទី2ទឹកនោះហូរទៅបានឆ្ងាយជាងមុនបន្តិចទើបជ្រាបចូលដីអស់នាងចាក់លើកទី3ទឹកនោះហូរទៅបានឆ្ងាយជាងលើកទី2ទើបជ្រាបចូលដីអស់ទៅទៀតនាងបានយកហេតុការណ៍នេះមកពិចារណាប្រៀបធៀបនឹងអាយុសង្ខាររបស់សត្វលោកថាអ្នកខ្លះស្លាប់តាំងពីក្មេងដោយការចាក់ទឹកលើកទី1អ្នកខ្លះស្លាប់នៅវ័យកណ្ដាលដោយការចាក់ទឹកលើកទី2និងអ្នកខ្លះស្លាប់នៅវ័យចាស់ជរា
โดยការចាក់ទឹកលើកទី3ខណៈកំពុងពិចារណាព្រះពុទ្ធបានបញ្ចេញព្រះរស្មីមកប្រកាសចំពោះមុខនាងហើយសម្ដែងធម៌បន្ថែមទីបំផុតនាងបដាចារាធិរីក៏បានសម្រេចនៅព្រះអរិហត្តផលជាព្រះអរិហន្តក្រោយមកព្រះពុទ្ធបានលើកដំកើងព្រះនាងឲ្យជាអេតតគៈអ្នកដែលពូកែជាងគេផ្នែកខាងចេះចាំព្រះវិន័យនៅក្នុងចំណោមភិក្ខុនីទាំងឡាយ